បដិមាទាំងនេះបានបង្ហាញពីស្នាដៃល្អឯកគ្មានពីរលើលោករូបទាំងនេះបង្ហាញពីភាពរស់រវើកដូចជាមនុស្សពិតៗតាំងពីមុខមាត់ដងខ្លួនដៃជើងសម្លៀកបំពាក់គ្រឿងលម្អគយគុណមិនចំណាយបងប្អូនពេលដែលខ្ញុំទៅទស្សនាសារមន្ទីរម្ដងខ្ញុំមានអារម្មណ៍ថាខ្ញុំហាក់បីដូចជាជួបបុព្វបុរសយើងក្នុងសម័យបុរាណទោះជារូបទាំងនេះមិនបាននិយាយស្ដីអ្វីមកកាន់ខ្ញុំក៏ដោយក៏ប៉ុន្តែតាមរយៈទឹកមុខកាយវិការសម្លៀកបំពាក់គ្រឿងលម្អតាំងពីក្បាលដល់ជើងក៏យើងអាចដឹងបានថាជាសម័យកាលដ៏រុងរឿងសម្បូរសប្បាយនិងមានភាពរីកចម្រើនខ្លាំងក្នុងសម័យបុរាណតាមរយៈរូបចម្លាក់ទាំងអស់នេះហើយសារមន្ទីរជាតិកម្ពុជាគឺជាកន្លែងទេសចរដែលចាំបាច់ទស្សនាសម្រាប់អ្នកដែលចាប់អារម្មណ៍លើវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរសារមន្ទីរនេះមានកន្លែងប្រមូលផ្ដុំវត្ថុបុរាណនិងស្នាដៃសិល្បៈដ៏គួរឲ្យចាប់អារម្មណ៍ពីសម័យកាលផ្សេងៗគ្នានៃអតីតកាលដ៏សម្បូរបែបរបស់កម្ពុជាសារមន្ទីរជាតិនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញគឺស្ថិតនៅខាងជើងកំពែងរបស់ព្រះបរមរាជវាំងនៅពេលដែលបងប្អូនអញ្ជើញចូលក្នុងសារមន្ទីរជាតិបងប្អូននឹងបានជួបរឿងគួរឲ្យភ្ញាក់ផ្អើលដោយមានការដាក់បង្ហាញដ៏អស្ចារ្យវត្ថុបុរាណធ្វើអំពីសំរិទ្ធមាសភ្លុកថ្មនិងឈើមានតម្លៃដែលមានអាយុកាលតាំងពីសម័យមុនអង្គរនៃហ្វូណននិងចេនឡាសតវត្សទី4ដល់សតវត្សទី9បំណែកដ៏កម្រទាំងនេះបង្ហាញឲ្យឃើញនៅអរិយធម៌ដំបូងដែលបានចាក់គ្រឹះសម្រាប់វប្បធម៌ខ្មែរសារមន្ទីរជាតិភ្នំពេញគឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជាដែលជាទីប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្តុតាងប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង 14,000 តាំងពីសម័យបុរេប្រវត្តិសម័យអង្គរនិងសម័យក្រោយៗមកទៀតបងប្អូនទៅដល់សារមន្ទីរជាតិបងប្អូនដើរចូលតាមខ្លោងទ្វារដែលស្ថិតនៅខាងជើងឈៀងខាងកើតរបស់សារមន្ទីរនៅខាងស្ដាំដៃនៃច្រកចូលគឺជាកន្លែងលក់សំបុត្រសម្រាប់ភ្ញៀវជាតិសំបុត្រមានតម្លៃ500រៀលសម្រាប់ភ្ញៀវបរទេសសំបុត្រមានតម្លៃ40000រៀលពេលបងប្អូនចូលតាមទ្វារកណ្ដាលធំខាងកើតនៃសារមន្ទីរបងប្អូននឹងឃើញភ្លាមនៅរូបសំណាកស្ដេចគ្រុឌដ៏ធំអស្ចារ្យដាក់តម្កល់នៅច្រកចូលកណ្ដាលនោះក្នុងកាយវិការរំរបាំយ៉ាងទន់ភ្លន់ហាក់ដូចជាចាំទទួលស្វាគមន៍ភ្ញៀវដែលបានមកដល់សារមន្ទីរជាតិអញ្ចឹងដែរហើយបើមើលតាមកាយវិការរបស់ស្ដេចគ្រុឌនេះគឺដៃឆ្វេងលើកជាសញ្ញាថាឲ្យឈប់ហើយដៃស្ដាំបានចង្អុលបង្ហាញផ្លូវឲ្យចាប់ផ្ដើមពីទីនេះមុនក្នុងគោលបំណងដើម្បីឲ្យអ្នកទស្សនាសារមន្ទីរជាតិមានការងាយស្រួលក្នុងការដើរទស្សនាមូលហេតុនេះហើយបានជាគេដាក់តាំងរូបសម្លាក់ស្ដេចគ្រុឌនេះនៅទីនេះគឺដើម្បីបង្ហាញផ្លូវថាគួរតែចាប់ផ្ដើមពីទីណាទៅមុនបងប្អូនរូបសំណាកស្ដេចគ្រុឌនេះមានអាយុកាលជាង 1000 ឆ្នាំមកហើយសារមន្ទីរជាតិភ្នំពេញគឺជាផ្ទះទី2របស់ស្ដេចគ្រុឌនេះចំណែកឯផ្ទះកំណើតរបស់ស្ដេចគ្រុឌនេះគឺនៅឯប្រាសាទកោះកេរខេត្តព្រះវិហារឯណោះបន្ទាប់ពីបានទស្សនាចម្លាក់ស្ដេចគ្រុឌនេះហើយបងប្អូនបត់ឆ្វេងបងប្អូននឹងឃើញមានការដាក់តាំងបង្ហាញទូកញ្ចក់ពីរជួរពោពេញទៅដោយបដិមាធ្វើអំពីសំរិទ្ធជួរនៅខាងស្ដាំដៃគឺដាក់តាំងបង្ហាញរូបបដិមាផ្នែកព្រះពុទ្ធសាសនាចំណែកឯទូកញ្ចក់នៅខាងឆ្វេងដៃវិញតាំងបង្ហាញរូបទេពទាំងឡាយមានព្រះសិវៈព្រះវិស្ណុព្រះកណេសនាងឧមានិងរូបគោនណ្ឌិនជាដើមនិងមានអាទិទេពជាច្រើនទៀតនៅក្នុងទូកញ្ចក់ជួរខាងឆ្វេងដៃដែលបង្ហាញអំពីព្រហ្មញ្ញសាសនានៅក្នុងសម័យកាលនោះសុទ្ធសឹងតែជាស្នាដៃដូនតារបស់យើងដែលធ្វើឡើងដើម្បីគោរពបូជានិងបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះបងប្អូនឆ្លងផុតពីនេះទៅបងប្អូននឹងទៅដល់ជ្រុងខាងកើតឈៀងខាងត្បូងនៃថែបខាងកើតរបស់សារមន្ទីរជាតិរូបសំណាកតម្កល់នៅចំកណ្ដាលជ្រុងនេះគឺជាព្រះវិស្ណុឬខ្មែរយើងហៅថាព្រះនរាយណ៍ផ្ទុំនៅលើនាគអនន្តៈអមជាមួយនឹងរូបរបស់ព្រះនាងលក្ស្មីស្ថិតនៅខាងចុងជើងរបស់ព្រះវិស្ណុផងដែរគួរឲ្យស្ដាយណាស់បងប្អូនព្រះនាងស្រីលក្ស្មីមានតែដងខ្លួនតែប៉ុណ្ណោះរូបនេះគឺស្ថិតនៅក្នុងសម័យកាលអង្គររចនាបថកោះកេរនៅសតវត្សទី10
អស្ចារ្យណាស់បងប្អូនរូបនេះធ្វើឡើងពីថ្មភក់មួយដុំមានអាយុកាលជាង1000ឆ្នាំមកហើយរូបនេះដំណាលគ្នាទៅនឹងរូបស្ដេចគ្រុឌដែលបងប្អូនទើបតែឃើញអំបញ្ញមិញដែរបងប្អូនរូបនេះបាត់ខ្លួនយ៉ាងយូរពីប្រទេសកម្ពុជាយើងទើបតែពេលថ្មីនេះនៅឆ្នាំ2024សហរដ្ឋអាមេរិកបានរកឃើញថារូបនេះមានដើមកំណើតមកពីប្រទេសកម្ពុជាដូច្នេះហើយបានជាសហរដ្ឋអាមេរិកប្រគល់មកឲ្យប្រទេសកម្ពុជាយើងវិញពិតជាអរគុណខ្លាំងមែនទែនចំពោះការបញ្ជូនរូបនេះមកឲ្យស្រុកកំណើតដើមវិញនៅជ្រុងនេះដដែលមានបង្ហាញពីសិលាចារឹកមានសញ្ញាលេខ0ដំបូងគេមានប្រភពមកពីស្រុកសម្បូរខេត្តក្រចេះកាលបរិច្ឆេទគ្រិស្តសករាជ682ហើយនឹងមានសិលាចារឹកផ្សេងទៀតដាក់តម្កល់បង្ហាញនៅទីនេះដែរដែលជាសិលាចារឹករបស់ប្រទេសកម្ពុជាយើងសម័យបុរាណសិលាចារឹកនៃប្រទេសកម្ពុជានាសម័យបុរាណសតវត្សទី5ដល់សតវត្សទី14មានតម្លៃប្រៀបដូចជាប្រភពឯកសារនៅលើថ្មដ៏សំខាន់ដែលផ្ដល់ឲ្យយើងអាចចងក្រងនៅប្រវត្តិសាស្ត្រខ្មែរបានតាមរយៈសំណល់សិលាចារឹកនិងឯកសារចិនទើបយើងអាចយល់ដឹងពីកលប្រវត្តិនៃការឡើងគ្រងរាជ្យរបស់ព្រះរាជាខ្មែរជាបន្តបន្ទាប់សិលាចារឹកភាគច្រើនចាជាភាសាសំស្ក្រឹតភាសាដែលបណ្ដាប្រទេសទទួលឥទ្ធិពលអរិយធម៌នៅតំបន់អាស៊ីអាគ្នេយ៍និយមប្រើប្រាស់និងជាភាសាខ្មែរបុរាណដែលคล้ายជាភាសាខ្មែរបច្ចុប្បន្នដើម្បីកត់ត្រាភាសាទាំងពីរនេះខ្មែរបុរាណប្រើប្រាស់តួអក្សរដែលខ្ចីពីឥណ្ឌាប៉ុន្តែគេសង្កេតឃើញថាទម្រង់នៃការចារឹកអក្សរនៅស្រុកខ្មែរមានការផ្ចិតផ្ចង់រចនាល្អជាងស្រុកឥណ្ឌាទៅទៀតសិលាចារឹកទាំងនេះមិនត្រឹមតែជាអត្ថបទមានតម្លៃសម្រាប់ប្រវត្តិសាស្ត្ររបស់អាស៊ីប៉ុណ្ណោះទេអក្សរទាំងនេះវាคล้ายទម្រង់នៃវត្ថុសិល្បៈខ្មែរដ៏ប្រណិតផុតពីនេះទៅបងប្អូននឹងទៅដល់ថែវខាងត្បូងរបស់សារមន្ទីរជាតិថែវនេះមានដាក់តាំងវត្ថុសិល្បៈជាច្រើនដែលធ្វើអំពីថ្មភក់រាប់ចាប់តាំងពីសតវត្សទី6រហូតដល់សតវត្សទី11មានទាំងបដិមាព្រះពុទ្ធហើយនិងអាទិទេពនានានៅក្នុងព្រហ្មញ្ញសាសនាទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញថាការប្រតិបត្តិព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាជំនឿលើសាសនាធំទាំងពីរនេះហាក់ដូចជាព្រមគ្នាចាប់ផ្ដើមពីសតវត្សទី6មុនសម័យអង្គរមកម្លេះបងប្អូនភាគច្រើននៃរូបបដិមាដែលសាងអំឡុងសតវត្សទី6ទី7គឺនៅមានទម្រង់លាយឡំគ្នាជាមួយនឹងសិល្បៈបែបឥណ្ឌានៅឡើយទោះបីជាធ្វើដោយដូនតាខ្មែរយើងក៏ពិតមែនដោយសារតែសម័យកាលនោះប្រទេសកម្ពុជាយើងទើបតែទទួលឥទ្ធិពលថ្មីពីប្រទេសឥណ្ឌាជាពិសេសគឺផ្នែកសាសនាធំទាំងពីរនឹងតែម្ដងតែទោះយ៉ាងនេះក្តីរូបបដិមាទាំងនោះបានបង្ហាញពីស្នាដៃល្អឯកគ្មានពីរលើលោករូបទាំងនេះបង្ហាញពីភាពរស់រវើកដូចជាមនុស្សពិតបងប្អូនពេលខ្ញុំទៅទស្សនាសារមន្ទីរម្ដងខ្ញុំមានអារម្មណ៍ថាខ្ញុំហាក់ដូចជាជួបនឹងបុព្វបុរសយើងពីសម័យបុរាណបើទោះបីជារូបទាំងនោះមិនបាននិយាយស្ដីអ្វីមកកាន់ខ្ញុំសោះក៏ដោយក៏ប៉ុន្តែតាមរយៈទឹកមុខកាយវិការសម្លៀកបំពាក់គ្រឿងលម្អតាំងពីក្បាលដល់ជើងក៏យើងអាចដឹងបានដែរថាជាសម័យកាលដ៏រុងរឿងសម្បូរសប្បាយនិងមានភាពរីកចម្រើនខ្លាំងក្នុងសម័យបុរាណតាមរយៈរូបបដិមាទាំងអស់នេះហើយបងប្អូនក្នុងថែវនីមួយមានរូបចាប់អារម្មណ៍ច្រើនណាស់ដែលមិនបានបង្ហាញបងប្អូនអស់រូបណាក៏សំខាន់ដែរតែសូមច្បិចយករូបមួយតែប៉ុណ្ណោះមកបង្ហាញបងប្អូនដើម្បីឲ្យយល់ជ្រាបហើយនឹងដឹងពីរឿងរ៉ាវនៅពីក្រោយថាតើរូបនោះមានប្រភពមកពីណាមានរឿងរ៉ាវអ្វីខ្លះបងប្អូនរូបចម្លាក់បន្ទាប់ខ្ញុំនឹងបង្ហាញអំពីបដិមាព្រះវិស្ណុមានប្រហោះ8ដ៏ល្បីល្បាញមួយដែលគេរកឃើញនៅតំបន់ភ្នំដាស្រុកអង្គរបុរីខេត្តតាកែវតើបដិមានេះមានប្រវត្តិនិងលក្ខណៈបែបណាខ្លះបដិមាព្រះវិស្ណុព្រះហស្ថ8នេះរកឃើញតាមរយៈការធ្វើកំណាយនៅភ្នំដាស្រុកអង្គរបុរីខេត្តតាកែវនៅឆ្នាំ1935ដោយអ្នកស្រាវជ្រាវនិងអ្នកអភិរក្សបេតិកភណ្ឌជនជាតិបារាំងម្នាក់ឈ្មោះ Henri Mouze នៅពេលរកឃើញដំបូងបដិមានេះបានបាក់បែកផ្នែកមួយចំនួនជាពិសេសផ្នែកខាងក្រោមត្រង់ជើងខាងស្ដាំនិងផ្នែកខាងលើត្រង់ដៃខាងឆ្វេងបដិមានេះធ្វើពីថ្មភក់ថ្មថ្លើមអណ្ដើកមានកម្ពស់រហូតដល់ទៅ2.87 ម៉ែត្រដែលអាចចាត់ទុកថា
ជាបដិមាព្រះវិស្ណុធ្វើអំពីថ្មភក់ដែលធំជាងគេនិងមានកម្ពស់ខ្ពស់ជាងគេបង្អស់នៅក្នុងសិល្បៈខ្មែរ ម្យ៉ាងវិញទៀតបដិមាព្រះវិស្ណុនេះទៀតសោតគឺជាបដិមាព្រះវិស្ណុមានប្រហោះ8មុនដំបូងគេក្នុងសិល្បៈខ្មែរបដិមានេះក៏មិនខុសពីបដិមាផ្សេងទៀតនៅសម័យដំបូងដែរពោលគឺសិល្បករស្ថាបនាឡើងដោយមានក្បាច់រាងដូចដែកក្រចកសេះជុំវិញដើម្បីធ្វើជាចន្ទល់សម្រាប់ទប់សពថ្ងៃបដិមានេះកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជានាទីក្រុងភ្នំពេញបងប្អូនជាទីស្រឡាញ់រាប់អានដោយសារតែវីដេអូនេះវែងដូច្នេះហើយខ្ញុំសូមស្លេះវីដេអូនេះត្រឹមតែប៉ុណ្ណេះសិនសូមបងប្អូនរងចាំតាមដានទស្សនាវីដេអូភាគ2បន្តទៀតក្នុងពេលឆាប់ៗនេះខ្ញុំបាទម៉ៅសុខែមជាមគ្គុទ្ទេសក៍តំបន់ភ្នំពេញនិងតំបន់សៀមរាបសូមអរគុណច្រើននិងសូមជម្រាបលា